មានហេតុផល4យ៉ាងដែលយើងមិនត្រូវធ្វើជាមនុស្សអន់ហេតុផលទី1បើយើងធ្វើជាមនុស្សអន់នោះមនុស្សជាទីស្រឡាញ់របស់យើងមានគូស្នេហ៍ប្តីប្រពន្ធពុកម្ដាយឬក៏កូនឬក៏ក្មួយគាត់នឹងបាក់ទឹកចិត្តគាត់អស់សង្ឃឹមគាត់ខកចិត្តឬក៏ឈឺចិត្តខ្លាំងណាស់ហេតុផលទី2បើសិនយើងជាមនុស្សអន់នោះសត្រូវរបស់យើងឬអ្នកដែលធ្លាប់រិះគន់យើងគេកាន់តែសប្បាយចិត្តព្រោះបណ្ដាសារបស់គេខ្លាចជាការពិតបំណងរបស់គេខ្លាចជាការពិតក្នុងចិត្តគេគឺយើងអន់ដោយអ្វីដែលគេនិយាយពិតមែនឬយើងអន់ដោយអ្វីដែលគេរិះគន់ពិតមែនហេតុផលទី3មនុស្សដែលធ្លាប់មិនជ្រើសរើសយកយើងឬមនុស្សដែលធ្លាប់ចាក់ចេញពីយើងឬមនុស្សដែលធ្លាប់បោះបង់យើងចោលគេសម្រេចចិត្តត្រូវគេអត់មានស្ដាយក្រោយទេគេអត់មានការឈឺចាប់ទេផ្ទុយទៅវិញបើកាលនោះគេសម្រេចចិត្តថាមិនចាក់ចេញពីយើងឬគេសម្រេចចិត្តថាមិនបោះបង់យើងចោលឬគេសម្រេចចិត្តថាជ្រើសរើសយកយើងនោះគេប្រកាសជាមានវិបដិសារីឬស្ដាយក្រោយខ្លាំងណាស់ហើយបើអញ្ចឹងតើជឿចិត្តដែរឬទេហេតុផលទី4ប្រសិនបើយើងជាមនុស្សអន់យើងនឹងរងក្តីអាម៉ាស់ពីព្រោះថាយើងជាមនុស្សអត់បានការយើងជាមនុស្សអត់ប្រយោជន៍ឬជាមនុស្សចោលមកទៀតពិតប្រាកដមែនអញ្ចឹងយើងកាន់តែមានការឈឺចាប់យើងកាន់តែមានសេចក្តីអាម៉ាស់បើបែបហ្នឹងតើយើងត្រូវធ្វើជាមនុស្សយ៉ាងម៉េចយើងមិនត្រូវធ្វើជាមនុស្សអន់ទេយើងត្រូវតែធ្វើជាមនុស្សខ្លាំងដើម្បីកុំឲ្យមនុស្សជាទីស្រឡាញ់របស់យើងខកចិត្តបាត់ទំនុកចិត្តឬអស់សង្ឃឹមលើយើងដើម្បីឲ្យសត្រូវឬអ្នករិះគន់យើងបរាជ័យបរាមុខបរាមាត់ហើយត្រូវបណ្ដាសាខ្លួនឯងវិញដើម្បីកុំឲ្យអ្នកដែលបោះបង់យើងចោលឬមិនជ្រើសរើសយកយើងគេមានអារម្មណ៍ស្ដាយក្រោយឬយ៉ាងហោចណាស់គេមានការកោតសរសើរចំពោះវីរភាពរបស់យើងហើយដើម្បីឲ្យយើងក្លាយទៅជាមនុស្សដែលមានមុខមានមាត់យ៉ាងពេញលេញព្រមទាំងមានជោគវាសនាល្អឬអាចធ្វើជាសសរទ្រូងរបស់គ្រួសារឬសង្គមជាតិបានទៀតផង